សម្រាប់វីដេអូថ្ងៃនេះខ្ញុំចង់និយាយតាក់ទងទៅនឹងការអានសៀវភៅថាតើការអានសៀវភៅពិតជាសំខាន់សម្រាប់គ្នាយើងទាំងអស់គ្នាឬក៏អត់ហើយថាតើអានសៀវភៅវាអាចផ្លាស់ប្ដូរជីវិតយើងនៅពេលអនាគតបានអត់ក្នុងវីដេអូនេះគឺសម្រាប់យុវជនមិនថានៅក្នុងអនុវិទ្យាល័យឬក៏វិទ្យាល័យឬក៏កំពុងតែសិក្សានៅក្នុងសាកលវិទ្យាល័យមិនថាមុខជំនាញអីក៏ដោយការអានសៀវភៅគឺអាចផ្លាស់ប្ដូរទាំងអស់គ្នាបានច្រើនមែនទែនហើយជាពិសេសបើសិនជាអ្នកនរគ្នាកំពុងតែ stress ហើយជាពិសេសមិនដឹងថាកំពុងតែត្រូវធ្វើអីណាខ្ញុំសុជែកឲ្យគ្នាយើងតែអានសៀវភៅមួយក្បាលទៅសៀវភៅណាក៏ដោយដែលអ្នកនរគ្នាគិតថាជាលក្ខណៈពិសេសសម្រាប់អ្នកនរគ្នាចូលចិត្តនៅក្នុងការអានចឹងថ្ងៃនេះខ្ញុំមាន3 topic សំខាន់ដែរដែលតេតូនទៅនឹងហេតុអីបានជាការអានសៀវភៅអាចផ្លាស់ប្ដូរជីវិតរបស់បងប្អូនទាំងអស់គ្នានៅពេលអនាគតចំណុចទី1អ្នកនរគ្នាត្រូវដឹងថាការអានសៀវភៅធ្វើឲ្យអ្នកនរគ្នាមានការគិតទូលំទូលាយមានការគិតច្បាស់លាស់ជាពិសេសមិនសូវជឿអ្នកដទៃទេដោយសារតែគ្នាយើងបានអានសៀវភៅច្រើនគ្នាយើងស្វែងយល់អំពីផ្នត់គំនិតកាន់តែច្រើនបទពិសោធន៍នៅក្នុងសៀវភៅដែលអ្នកនរគ្នាបានអានកន្លងមកវាធ្វើឲ្យអ្នកនរគ្នាកាន់តែដឹងច្បាស់ថាពាក្យណាគួរឲ្យជឿពាក្យណាគួរឲ្យស្ដាប់ពាក្យណាដែលស្ដាប់ហើយគេនិយាយពិតហើយពាក្យណាដែលគេនិយាយមិនពិតនោះហើយអ្នកនរគ្នានឹងអាចបែងចែកនៅក្នុងការគិតបែបហ្នឹងចំណុចទី2អ្នកនរគ្នានឹងអាចដឹងអំពី language ឧទាហរណ៍ថាអ្នកនរគ្នាចូលចិត្តអានភាសាអង់គ្លេសអញ្ចឹងនៅក្នុងសៀវភៅភាសាអង់គ្លេសធ្វើឲ្យអ្នកនរគ្នា improve ភាសាអង់គ្លេសកាន់តែល្អប្រសើរជាមួយនឹង grammar ជាមួយនឹងពាក្យពេចន៍មួយចំនួននៅក្នុងការនិយាយស្ដីរបស់អ្នកនរគ្នាហើយជាពិសេសណាគ្នាយើងត្រូវចាំថាកាលណាអ្នកនរគ្នាមានការផ្លាស់ប្ដូរនៅក្នុងការប្រើពាក្យពេចន៍ឬក៏ឯផ្សេងជាមួយនឹងការអានហ្នឹងធ្វើឲ្យគំនិតរបស់អ្នកនរគ្នាពេលដែលនិយាយនេះជាក់ស្ដែងដូចខ្ញុំកំពុងតែនិយាយហ្នឹងតាមពិតខ្ញុំមិនមែនជាអ្នកបកកែអីទេខ្ញុំមិនដែល prepare script សម្រាប់អានទេប៉ុន្តែខ្ញុំមាន point ដើម្បីអីគេដើម្បីឲ្យនិយាយទៅឲ្យចំទិសដៅដែលបងប្អូនទាំងអស់គ្នាចង់បានចឹងណាខ្ញុំ prepare តែ point ទេចឹងសួរថា how to explain you guys ឬក៏ how to របៀបនៅក្នុងការដែលបញ្យល់របស់ខ្ញុំទៅកាន់អ្នកនរគ្នាខ្ញុំដែលមាន script ទេអត់ទេខ្ញុំអត់ចេះអញ្ចឹងទេបើសិនជាឲ្យខ្ញុំនិយាយ script គឺខ្ញុំនិយាយអត់ល្អទេអញ្ចឹងណាអញ្ចឹងគឺជាលក្ខណៈពិសេសមួយដែលយើងអានសៀវភៅដែលយើងទទួលបាននៅគំនិតនៅក្នុងការខួរក្បាលរបស់យើងតែម្ដងនៅក្នុងចំណុចទី3 start with the topic you learn មានថា start ទៅចាប់ផ្ដើមជាមួយនឹង topic ណាមួយឬក៏សៀវភៅណាមួយដូចខ្ញុំឧទាហរណ៍ខ្ញុំចូលចិត្តអានសៀវភៅបែបជា leadership ចឹងបើសិនបើ leadership ទោះសៀវភៅកម្រិតបែបណាក៏ដោយក៏ខ្ញុំអានទៅមានអារម្មណ៍ថាថ្នាក់ចិត្តចូលចិត្តសប្បាយចិត្តនៅក្នុងការអានកាលមុនខ្ញុំចូលចិត្តបែបប្រឡំលោកប៉ុន្តែឥឡូវអត់ប្រឡំលោកទេតាមពិតទៅស្ទាប់នៃការអានរបស់ខ្ញុំការខ្ញុំរៀនសកលខ្ញុំចូលចិត្តប្រឡំលោកតទៅពេលបន្តមកទៀតខ្ញុំចូលចិត្តអាននៅបែបជារឿងប្រវត្តិសាស្ត្រប៉ុន្តែដល់ពីប្រវត្តិសាស្ត្រទៅខ្ញុំបែរជាចូលចិត្តអានបែបជា leadership វិញខ្ញុំមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែកម្រិតនៅក្នុងការផ្លាស់ប្ដូរពីវ័យរបស់ខ្ញុំណាខ្ញុំមើលឃើញលក្ខណៈពិសេសបែបហ្នឹងដែរអញ្ចឹងសរុបជារួមមកវិញប្រសិនបើគ្នាយើងចង់ដឹងឬក៏ចង់ឲ្យគំនិតរបស់ខ្លួនឯងកាន់តែល្អប្រសើរខ្ញុំសុជែកឲ្យបងប្អូនទាំងអស់គ្នាអានសៀវភៅមានតែសៀវភៅទេដែលធ្វើឲ្យទាំងអស់គ្នាមានគំនិតថ្មីធ្វើឲ្យអ្នកទាំងអស់គ្នាមាន idea ហើយទី2អ្នកទាំងអស់គ្នាអត់ធ្លាក់នៅក្នុងការចាញ់បោកឬក៏លបួងរបស់នរណាម្នាក់ឯងព្រោះអ្នកទាំងអស់គ្នាមានគេហៅថាផ្នត់គំនិតឯករាជ្យដោយខ្លួនឯងនឹងការគិតមួយយ៉ាងច្បាស់លាស់មុននឹងធ្វើអីមួយខ្ញុំជឿអញ្ចឹងអូខេនឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងសម្រាប់យុវជនខ្ញុំសន្យាថាវាមានសារៈសំខាន់សម្រាប់គ្នាបាយបាយណា